ជឿជាក់លើខ្លួនឯងពាក្យចំនួន5ម៉ាត់ហ្នឹងគឺខ្ញុំគិតថាវាស្រួលនិយាយខ្លាំងមែនតើប៉ុន្តែនៅពេលដែលយើងធ្វើឬក៏អនុវត្តវាផ្ទាល់វាគឺជារឿងមួយដែលពិបាកខ្លាំងសម្រាប់ខ្ញុំផ្ទាល់ហើយទោះបីថាវាពិបាកធ្វើយ៉ាងណាក៏ដោយ believe in yourself វាប្រៀបបានទៅនឹង invisible force ឬជាធម៌ពលដែលយើងអាចមើលឃើញមួយដែលអាចជួយយើងនឹងសម្រេចបាននៅកិច្ចការមួយដែលយើងអត់នឹកស្មានថាខ្លួនឯងអាចធ្វើទៅរួចហើយចំពោះឱកាសហ្នឹងក៏ចង់អរគុណទៅកាន់ម៉ាក់ខ្ញុំផ្ទាល់ដែរដែលគាត់តែងតែជឿលើកូនប្រុសម្នាក់នេះឥឡូវតែដៃគាត់មួយបាទបង Thank you បាទអញ្ចឹងគឺគាត់តែងតែនៅក្បែរខ្ញុំទោះបីចំការគាត់ដឹងថាគំនិតកូនគាត់វាមិនសូវជាជោគជ័យក៏ដោយក៏គាត់តែងតែថាតើឥឡូវយើងសាកមកក្តារចោលសិនទៅចំណាយត្រឹមតែ$5ប៉ុណ្ណោះក្នុងមួយឆ្នាំបងនឹងអាចអានសៀវភៅ OWL បានគ្រប់ចំណងជើងនិងសៀវភៅថ្មីជាច្រើនទៀតជារៀងរាល់ខែចាប់ផ្ដើមទម្លាប់អានឥឡូវនេះបានគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួលជាមួយ OWL e-book បងអាចទំនាក់ទំនងទិញតាមរយៈ link Telegram នៅក្នុង caption ក៏បានឬនៅក្នុង comment ខាងក្រោមក៏បានដែរចំពោះប្រធានបទរបស់ខ្ញុំគឺ believe in yourself ឬជឿជាក់លើខ្លួនឯងពាក្យចំនួន5ម៉ាត់ហ្នឹងគឺខ្ញុំគិតថាវាស្រួលនិយាយខ្លាំងមែនតើប៉ុន្តែនៅពេលដែលយើងធ្វើឬក៏អនុវត្តវាផ្ទាល់វាគឺជារឿងមួយដែលពិបាកខ្លាំងសម្រាប់ខ្ញុំផ្ទាល់ហើយទោះបីថាវាពិបាកធ្វើយ៉ាងណាក៏ដោយ believe in yourself វាប្រៀបបានទៅនឹង invisible force ឬជាធម៌ពលដែលយើងអាចមើលឃើញមួយដែលអាចជួយយើងនឹងសម្រេចបាននៅកិច្ចការមួយដែលយើងអត់នឹកស្មានថាខ្លួនឯងអាចធ្វើទៅរួចហើយដែលខ្ញុំបានឃើញពីអត្ថប្រយោជន៍និយាយទៅខ្ញុំជឿជាក់លើពាក្យ believe in yourself ហ្នឹងហើយបាទខ្ញុំយកវាយកមកធ្វើជាប្រធានបទថ្ងៃហ្នឹងហើយខ្ញុំក៏នឹងលើកយកនៅចំណុចចំនួន5ដែលខ្ញុំផ្ទាល់អាចយកវាមកប្រើប្រាស់ហើយប្រើពាក្យជឿជាក់លើខ្លួនឯងនឹងបានអញ្ចឹងចំពោះចំណុចទី1គឺធម៌ពលនៃការជឿជាក់លើខ្លួនឯងអញ្ចឹងខ្ញុំចង់សួរអ្នកទាំងអស់គ្នាមួយនៅពេលដែលអ្នកទាំងអស់គ្នាឃើញមនុស្សម្នាក់គាត់ទទួលបានភាពជោគជ័យនៅក្នុងជីវិតយើងអាចគិតថាភាពជោគជ័យរបស់គាត់ហ្នឹងកើតឡើងចេញពី talent របស់គាត់កើតចេញពីសំណាងឬក៏កើតចេញពីការខិតខំប្រឹងប្រែងរបស់គាត់ទោះបីយើងអាចនិយាយបានថាភាពជោគជ័យហ្នឹងវាកើតឡើងចេញពីអាហ្នឹងក៏ពិតមែនប៉ុន្តែអ្វីមួយដែលខ្លាំងជាងនឹងទៀតនោះគឺការដែលគាត់ជឿជាក់លើខ្លួនឯងហើយគិតថាខ្លួនរបស់គាត់ហ្នឹងគឺអាចសម្រេចនៅកិច្ចការមួយនឹងបានហើយខ្ញុំនិយាយហ្នឹងក៏ខ្ញុំបានធ្វើ research ដែរក៏មានបណ្ឌិតមួយគឺនៅ Stanford គាត់ក៏បាននិយាយដែរថាមនុស្សភាគច្រើនជោគជ័យនៅពេលដែលគាត់ជឿជាក់លើខ្លួនឯងហើយសម្រាប់ខ្ញុំផ្ទាល់ក៏ដោយក៏ខ្ញុំអាចនិយាយបានថាជោគជ័យបន្តិចបន្តួចនៅក្នុងជីវិតរបស់ខ្ញុំរាល់ថ្ងៃហ្នឹងក៏សិតសឹងតែកើតចេញពីការដែលខ្ញុំជឿថាខ្លួនឯងអាចទៅរួចអញ្ចឹងនៅពេលដែលយើងដឹងហើយថាធម៌ពលនៃការជឿជាក់លើខ្លួនឯងហ្នឹងខ្លាំងកម្រិតណាយើងចូលទៅដល់ពេលដែលយើងត្រូវអនុវត្តវាវិញម្ដងគឺតាក់ទងទៅនឹងរឿងដែលយើងតែងតែប្រាប់ខ្លួនឯងខ្ញុំប្រកាសណាស់ថាអ្នកទាំងអស់គ្នាតែងតែមានសំឡេងមួយនៅក្នុងចិត្តប្រាប់ខ្លួនឯងថាអូតិចខ្ញុំធ្វើវាអត់កើតឬក៏សំឡេងក្នុងចិត្តមួយទៀតដែលតែងតែលើកទឹកចិត្តខ្លួនឯងថាអូរឿងហ្នឹងគឺខ្ញុំអាចធ្វើវាកើតរឿងហ្នឹងគឺអាចទៅរួចអីចឹងទៅអញ្ចឹងចំពោះសំឡេងដែលប្រាប់ក្នុងចិត្តយើងហ្នឹងគឺយើងអាចឲ្យសំឡេងពពួកបែបអវិជ្ជមានណាមកប៉ះពាល់អារម្មណ៍របស់យើងនោះទេអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅគឺខ្ញុំចង់លើកទឹកចិត្តឲ្យគ្នាយើងប្រាប់ខ្លួនឯងនៅពាក្យណាដែលល្អជាពាក្យដែលវិជ្ជមានជាក់ស្ដែងដូចខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំរៀនធៀមនេះទេអេហ្នឹងក៏មានមនុស្សជុំវិញខ្លួនក៏ដូចជាអារម្មណ៍ខ្ញុំផ្ទាល់ក៏ប្រាប់ដែរថាខ្ញុំនឹងអត់អាចធ្វើវារួចទេដោយសារតែខ្ញុំត្រូវចាប់ការសិក្សាផងហើយត្រូវចាប់ content ដែលអាចនិយាយបានថាការងាររកស៊ីខ្ញុំផងអញ្ចឹងខ្ញុំតែងតែខិតខំធ្វើយ៉ាងណាប្រាប់ខ្លួនឯងឲ្យគិតតែរឿងវិជ្ជមានវិញជាជាងតែការគិតថាខ្លួនឯងអាចធ្វើទៅរួចតែតាមនឹងផងដែរក៏ខ្ញុំចង់បន្ថែមបន្តិចតាក់ទងទៅនឹងការដែលមនុស្សជុំវិញខ្លួនអត់ជឿជាក់លើយើងឬជាអ្វីដែលមនុស្សជុំវិញខ្លួនតែតែប្រាប់យើងហើយយើងស្ដាប់រឿងទាំងអស់ហ្នឹងជាក់ស្ដែងមនុស្សជុំវិញខ្លួនមួយចំនួនធំដែរដែលគាត់ប្រាប់ថាអូខ្ញុំធ្វើហ៊ានបដាធ្វើវីដេអូបដាហ្នឹងគឺនឹងអត់អាចទទួលបាននេះទេអេទេប៉ុន្តែខ្ញុំអត់ខឹងពួកគាត់ទេហើយខ្ញុំក៏ទទួលស្គាល់ដែរថាវាពិតជាប៉ះពាល់ដល់ការរៀនមែនហើយអ្វីដែលខ្ញុំធ្វើគឺខ្ញុំយកនៅពាក្យទាំងអស់ហ្នឹងបំលែងពីភាពវិជ្ជមានហើយយកវាមកធ្វើជាភាពវិជ្ជមានសម្រាប់ខ្លួនឯងវិញគឺខ្ញុំបានប្រាប់ខ្លួនឯងថាគឺខ្ញុំនឹងខំរៀនហើយប្រាប់ពួកគាត់ថាខ្ញុំនឹងអាចធ្វើវាបានហើយខ្ញុំក៏បានជឿជាក់លើខ្លួនឯងអញ្ចឹងនៅពេលដែលយើងជឿជាក់លើខ្លួនឯងយើងមានសម្លេងមួយដែលប្រាប់ឲ្យយើងជឿជាក់លើខ្លួនឯងហើយយើងចូលទៅដល់ចំណុចមួយទៀតគឺចាប់ផ្ដើមធ្វើមានគ្នាយើងបងមួយចំនួនឬក៏បងប្អូនគាត់តែងតែសួរខ្ញុំថាបើគាត់ចង់ចាប់ផ្ដើមផលិតមាតិកាដែរតើគាត់គួរចាប់ផ្ដើមនៅពេលណាសម្រាប់ខ្ញុំពេលដែលល្អបំផុតគឺពេលឥឡូវហ្នឹងនៅពេលដែលយើងមានកំណត់ហ្នឹងគឺយើងគួរណាតែចាប់ផ្ដើមធ្វើជាក់ស្ដែងឥឡូវហ្នឹងក៏ខ្ញុំកំពុងតែរៀបចំបើក
business ទូចមួយដែរហើយខ្ញុំក៏នឹងចាប់ផ្ដើមធ្វើវាដែរដោយសារតាខ្ញុំចង់បើកហ្នឹងវាយូរហើយប៉ុន្តែគឺខ្ញុំអត់ដែរបានបើកទេអញ្ចឹងដោយសារតាម្ល៉េះធ្វើ viral ហ្នឹងទៅផ្ទះវិញនឹងទិញ stock បើកលក់អវ៉ាន់តែម្ដងអញ្ចឹងខ្ញុំគិតថាការដែលចាប់ផ្ដើមភ្លាមហ្នឹងល្អប៉ុន្តែអ្វីមួយដែលខ្ញុំចង់បញ្ជាក់គឺយើងមិនមែនចាប់ផ្ដើមដោយអត់មានផែនការទេគឺយើងត្រូវតែមានផែនការដើម្បីកាត់បន្ថយនៅអត្រាបរាជ័យនឹងឡើងមានន័យថានៅពេលដែលយើងធ្វើអីមួយអត្រាភាពជោគជ័យនិងភាពបរាជ័យវាមានអញ្ចឹងទោះបីថាយើងត្រូវចាប់ផ្ដើមភ្លាមចាប់ផ្ដើមឥឡូវហ្នឹងក៏ដោយក៏យើងត្រូវតែសិក្សាពីអ្វីដែលយើងធ្វើហ្នឹងដើម្បីកាត់បន្ថយភាពបរាជ័យហើយភាពជោគជ័យរបស់យើងហ្នឹងវាឡើងខ្ពស់ជាងភាពបរាជ័យអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើហើយរឿងបន្ទាប់ដែលយើងនឹងជួបដែលយើងពិបាកនឹងកិច្ចផុតគឺភាពបរាជ័យវិញអញ្ចឹងខ្ញុំគិតថាភាពបរាជ័យគឺមនុស្សគ្រប់គ្នាដឹងតែជួបហ្មងហើយខ្ញុំផ្ទាល់ក៏ខ្ញុំបានជួបច្រើនដែរនៅក្នុងជីវិតជាក់ស្ដែងដូចជាពេលប្រឡងប្រចាំខែអត់ទទួលបានពិន្ទុល្អដូចជាការដែលធ្វើវីដេអូអត់អ្នកមើលប៉ុន្តែសម្រាប់ខ្ញុំតែងតែចាត់ទុកពាក្យភាពបរាជ័យហ្នឹងគឺជារឿងមួយដែលល្អវាជាមេរៀនមួយដែលតែងតែបរៀនខ្ញុំហើយខ្ញុំក៏ជាមនុស្សម្នាក់ដែលតែងតែឲ្យតម្លៃលើភាពមិនឲ្យតម្លៃលើភាពបរាជ័យទេគឺខ្ញុំហ៊ានពីអ្វីដែលខ្ញុំធ្វើខុសនឹងច្រើនហើយខ្ញុំតែងតែដូចជាអភិវឌ្ឍខ្លួនទៅតាមភាពបរាជ័យដែលខ្ញុំមានហ្នឹងអញ្ចឹងចំពោះគ្នាយើងដែរបើភាពបរាជ័យគឺដឹងតែមានហើយប៉ុន្តែសង្ឃឹមថាយើងអត់ដាក់សម្ពាធខ្លួនឯងទៅលើភាពបរាជ័យហ្នឹងប៉ុន្តែជាក់ស្ដែងគឺយើងត្រូវសិក្សាពីភាពបរាជ័យវិញអញ្ចឹងពីខ្ញុំទៅគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរកនិយមន័យមួយសម្រាប់ខ្លួនឯងថាតើពាក្យបរាជ័យហ្នឹងគឺមានន័យយ៉ាងដូចម្ដេចចំពោះគ្នាយើងទាំងអស់គ្នាថាតើពាក្យបរាជ័យគឺជាគ្រូបរិញ្ញាពាក្យបរាជ័យជាអីដែលអ្នកទាំងអស់គ្នាចូលចិត្តគឺអ្នកទាំងអស់គ្នាអាចសិក្សាពីខ្លួនឯងបានហើយឲ្យនិយមន័យពាក្យមួយហ្នឹងទៅដោយសារថាបរាជ័យដឹងតែជួបហើយប៉ុន្តែគឺយើងអាចឈប់ត្រឹមហ្នឹងបានទេហើយក៏ខ្ញុំចូលទៅដល់ចំណុចចុងក្រោយគឺការរាប់អានមនុស្សទោះបីថាយើងមានគំនិតមួយដែលយើងមានគិតវិជ្ជមានយើងចាប់ផ្ដើមធ្វើហើយយើងអត់ខ្លាចពាក្យបរាជ័យប៉ុន្តែការរាប់អានមនុស្សគឺពិតជាសំខាន់ខ្លាំងមែនទែនដោយសារតែគេតែនិយាយថាយើងខ្លួនឯងហ្នឹងគឺជាមនុស្ស5នាក់ផ្សេងទៀតដែលយើងរាប់អានបូកបញ្ចូលគ្នាអញ្ចឹងការដែលយើងរាប់អានមិត្តដែលល្អគឺវាពិតជាសំខាន់ខ្លាំងមែនទែនជាក់ស្ដែងដូចយើងចង់រកស៊ីអញ្ចឹងយើងអាចទៅរកមិត្តណាដែលគាត់ជាអ្នករកស៊ីយើងអាចចែកម្លែកបទពិសោធន៍គ្នាបានឬក៏អាចថាយើងចង់រៀនបកែយើងអាចរាប់អានមិត្តដែលរៀនបកែទៅតាមនៅហ្នឹងក៏យើងអាចការរាប់អានមិត្តហ្នឹងក៏សំដៅលើការដែលយើងចេះចែកម្លែកគ្នាហើយជាមនុស្សយើងsurroundខ្លួនឯងជាមួយនឹងមនុស្សដែលជឿជាក់លើយើងដែរអញ្ចឹងណាហើយចំពោះឱកាសហ្នឹងក៏ចង់អរគុណទៅកាន់ម៉ាក់ខ្ញុំផ្ទាល់ដែរតែគាត់តែងតែជឿលើកូនប្រុសម្នាក់នេះឥឡូវតែដែរគាត់មួយបាទបង Thank you បាទអញ្ចឹងគឺគាត់តែងតែនៅក្បែរខ្ញុំទោះបីចំការគាត់ដឹងថាគំនិតកូនគាត់វាមិនសូវជាជោគជ័យក៏ដោយក៏គាត់តែងតែថាតើឥឡូវយើងសាកមកក្តារចោលសិនទៅហើយមិនម៉ាចាំយើងគិតទៀតប៉ុន្តែទោះបីយ៉ាងណាក៏ដោយអាការសាកមកក្តារហ្នឹងក៏យើងបានសិក្សាផងដែរថាតើអត្រាខាតឬអត្រាចំណេញហ្នឹងវាប៉ុណ្ណាអញ្ចឹងជាចុងក្រោយនៅពេលដែលខ្ញុំនិយាយ5ចំណុចហ្នឹងហើយអត់មានអីច្រើនទេគឺសង្ឃឹមថាគ្នាយើងទាំងអស់គឺនឹងចាប់ផ្ដើមជឿជាក់លើខ្លួនឯងចាប់ផ្ដើមហ៊ានធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយចាប់ផ្ដើមទៅចាប់ក្តីសម័យរបស់ខ្លួនឯងមិនតែដូចខ្ញុំនិយាយត្រែមិនយើងចាប់ផ្ដើមធ្វើឥឡូវហ្នឹងយើងអត់សិក្សាទេយើងត្រូវសិក្សាឲ្យអស់ហើយយើងត្រូវចាប់ផ្ដើមធ្វើវាដោយសារថាបើអត់ចាប់ផ្ដើមធ្វើគឺនៅតែប៉ុណ្្នឹងអញ្ចឹងគួរណាតែចាប់ផ្ដើមធ្វើហើយអស់ដែរអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀនបានមិនរៀននេះដូចថាស្ដាប់ទៅអាចយកទៅអនុវត្តរឿងតិចតួចនៅក្នុងជីវិតអ្នកទាំងអស់គ្នាអរគុណ